ញាតិញោមជាពុទ្ធបរិស័ទទាំងអស់បានជ្រាបស្រាប់ហើយថាកាលពីអតីតកាលធនធានធម្មជាតិខ្មែរយើងគឺសម្បូរបែបជាពិសេសគឺធនធានព្រៃឈើកាលពីក្រោមការដឹកនាំរបស់សម្ដេចឪដែលបងប្អូនញាតិញោមជាពុទ្ធបរិស័ទទាំងអស់ថាជាវីរៈបិតាផ្សះផ្សាជាតិបច្ចុប្បន្ននេះក្រោយពីព្រះអង្គសោយទិវង្គតទៅបងប្អូនញាតិញោមជាពុទ្ធបរិស័ទទាំងអស់ហៅលោកថាជាព្រះបរមរតនកោដ្ឋកាលពីការដឹកនាំរបស់ព្រះបរមរតនកោដ្ឋខ្មែរយើងមានមោទនភាពណាស់ដែលយើងបានមានសេដ្ឋកិច្ចរីកចម្រើនហើយក្រៅពីសេដ្ឋកិច្ចរីកចម្រើនគឺធនធានរបស់ខ្មែរនៅសល់ស្ទើរតែទាំងស្រុងការធ្វើការកសាងធនធានសេដ្ឋកិច្ចនៅក្នុងប្រទេសខ្មែរក្នុងសម័យនោះគឺពឹងផ្អែកទៅលើកសិកម្មជាធំប៉ុន្តែបច្ចុប្បន្ននេះទោះជាប្រជាពលរដ្ឋខ្មែរជាង 80% ជាអ្នកធ្វើកសិកម្មយ៉ាងណាក៏ដោយក៏កសិករខ្មែរបច្ចុប្បន្នខ្វះដីធ្វើកសិកម្មដោយឡែកមើលទៅលើនាយទុនវិញដែលរដ្ឋាភិបាលបានធ្វើដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុននាយទុនគឺមានដីច្រើនសន្ធឹកសន្ធាប់ដោយឡែកប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុកខ្វះដីធ្វើកសិកម្មហើយយើងមើលមួយលើទៀតគឺបញ្ហាព្រៃឈើមកដល់ពេលនេះជាទូទៅមើលជារួមគឺយើងឃើញនៅសល់ប្រមាណប្រហែលជាមិនដល់ 20% ផងបើគិតពីសម័យ70មកគឺព្រៃឈើមាន 75% លើផ្ទៃប្រទេសហើយក្រៅពីយើងឃើញការបាត់បង់ទៅនៅធនធានធម្មជាតិដ៏ហិនហោចផ្លុតផ្សានេះគឺយើងឃើញមានក្រសួង3ដែលធ្វើការរួមគ្នាដើម្បីការពារធនធានធម្មជាតិរបស់ខ្មែរនោះគឺមានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគឺជាក្រសួងសម័យដែលត្រូវធ្វើការថែរក្សាធនធានព្រៃឈើហើយមួយទៀតគឺក្រសួងបរិស្ថានដែលត្រូវជួយពិនិត្យមើលពីលើទៅលើការអនុវត្តការងាររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទហើយមួយលើទៀតគឺយើងឃើញមានក្រសួងរ៉ែនិងធម្មពលដែលធ្វើការរួមគ្នាដើម្បីការពារធនធាននេះក៏ប៉ុន្តែក្រសួងទាំង3នេះបានដើរតួនាទីល្អប៉ុណ្ណាក្នុងការការពារធនធានធម្មជាតិនោះសូមញាតិញោមជាពុទ្ធបរិស័ទទាំងអស់ចូលរួមស្ដាប់មតិយោបល់របស់លោកបណ្ឌិតកែមលីដែលផ្ដល់បទសម្ភាសន៍ជាមួយនឹងវិទ្យុសំឡេងព្រះសង្ឃឯករាជ្យសម្រាប់ថ្ងៃនេះក្រៅថ្លែងគុំព្រះសង្ឃហើយការថ្លែងគុំសង្ឃទូទៅជនរួមជាទូទៅធនធានធម្មជាតិនៅប្រទេសកម្ពុជានេះគឺមានសម្បូរហូរហៀរឆ្នាំ1927ក្រោមការគ្រប់គ្រងរបស់អង្គម្ចាស់ស៊ីសុវត្ថិយើងឃើញទំហំនៃគម្របព្រៃឈើមានរហូតដល់ 75% ដោយឡែកមកឆ្នាំ1960តាមការសិក្សារបស់អង្គការបរិស្ថានពិភពលោកអំពីគម្របព្រៃឈើគឺចុះមកនៅត្រឹម 60% តែប៉ុណ្ណោះប៉ុន្តែមកដល់96ឆ្នាំ1996ការសិក្សាម្ដងទៀតគឺចុះខ្លាំងមែនទែនបើយើងមើលទំហំនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច1លាន9សែនហិកតាជាងនិងផ្ដល់ដីសម្បទានរ៉ែជាង2លានហិកតាជាងអានោះមើលយើងយោងទៅតាមរបាយការណ៍អាត់ហុកឆ្នាំ2011យើងឃើញទំហំនោះបាត់បង់ប្រហែលជា 22% នៃផ្ទៃព្រៃឈើនៃប្រទេសកម្ពុជាអញ្ចឹងសេចក្តីសន្និដ្ឋានជារួមគឺយើងនៅប្រហែលនឹង20ទៅ 25% ទៅប៉ុណ្ណោះពីគម្របព្រៃឈើដែលហៅថាគម្របព្រៃឈើគឺដើមឈើធម្មជាតិដែលដុះឲ្យមានជំរៅឬគល់របស់វានឹងជាង5ម៉ែត្រចុះទៅក្រោមអញ្ចឹងបើសិនជាគ្រាន់តែចំការម្រេចឬក៏ចំការកៅស៊ូគេមិនហៅថាគម្របព្រៃឈើទេពីព្រោះវាអត់មានរក្សានៅជីវៈចម្រុះបានវាអត់មានទប់ចរន្តទឹកពេលទឹកជំនន់បានវាអត់មានទប់ចរន្តខ្យល់បានទេពីព្រោះអាគម្របព្រៃឈើទីហោដូចជាព្រៃអរ៉ែងព្រៃឡង់ព្រៃស្រោងធំនៅខេត្តភូមិភាគខាងជើងភ្លៀងល្មមខ្យល់ល្មមឬក៏ជំនន់ល្មមវាស្រូប5ម៉ែត្រចុះក្រោមអាទំហំនៃការបឺតទឹកពីខាងលើចុះទៅក្រោមនឹងច្រើនហើយនឹងការរក្សាជីវៈចម្រុះនឹងគឺច្រើនមែនទែនអានឹងរឿងទី1រឿងទី2ទំហំនៃធនធានរ៉ែដែលជាធនធានធម្មជាតិមួយដែរតែយើងដែលគេថាគេចាត់ទុកថាជាទឹកដីសវណ្ណភូមិនោះយើងមានរ៉ែមាសត្បូងពេជ្ររ៉ែឧស្ម័នរ៉ែប្រេងកាតរ៉ែខ្សាច់រ៉ែថ្មរ៉ែសំណង់ផ្សេងទៀតគឺច្រើនមែនទែនហើយក្រោយសម័យប៉ុលពតមកយើងអត់ទាន់មានការបាត់បង់ទេទើបតែដើមទសវត្សរ៍ទី90ហើយមកដល់ពេលបច្ចុប្បន្ននេះទេដែលរ៉ែនៅក្នុងប្រទេសកម្ពុជាស្ទើរតែខ្ទេចខ្ទីទាំងស្រុងលើកលែងតែរ៉ែប្រេងកាតនិងរ៉ែឧស្ម័នដែលកំពុងតែរុករកប៉ុន្តែនៅក្នុងស្ថានភាពនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះយើងមិនសង្ឃឹមថាក្រុមហ៊ុនទាំងអស់ដោយសហការជាមួយរដ្ឋាភិបាលនឹងអាចយកធនធានរ៉ែនឹងមកអភិវឌ្ឍប្រទេសបានទេពីព្រោះភាគច្រើននៃក្រុមហ៊ុនដែលរុករករ៉ែទាំងរ៉ែសំណង់ទាំងរ៉ែមាសត្បូងពេជ្ររ៉ែថ្មម៉ាបរ៉ែហ្នឹងគឺភាគច្រើនសិតតែជាក្រុមហ៊ុនដែលមកពីប្រទេសកុម្មុយនីសជាពិសេសគឺក្រុមហ៊ុនចិនហើយនិងក្រុមហ៊ុនយួនក្រោមរូបភាពនៃកិច្ចកុងត្រាដោយសម្ងាត់បំផុតហើយចំណូលចំណាយយើងមិនដឹងច្បាស់លាស់ចឹងវាគ្រាន់តែជាការបម្រើមហិ
ច្ចតានយោបាយឲ្យអ្នកកាន់អំណាចបច្ចុប្បន្នជាបទពិសោធន៍នៅប្រទេសអ៊ីរ៉ង់ប្រទេសកូរ៉េខាងជើងនៅប្រទេសភូមាមានរ៉ែដូចគ្នាអញ្ចឹងប៉ុន្តែក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលយោធាគឺធនធានទាំងនោះយកមកគ្រាន់តែបង្កើតឲ្យមានគម្លាតអ្នកមាននិងអ្នកក្រខ្លាំងបង្កើតឲ្យប្រទេសនោះក្លាយទៅជាប្រទេសដឹកនាំតាមបែបផ្ដាច់ការហើយមហិច្ឆតាអាវុធនុយក្លេអ៊ែរថែមទៀតអញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋមានឱកាសនឹងចាប់យកនៅផលប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចនឹងទេលើកលែងតែមនុស្សនៅប្រទេសកម្ពុជាប្រហែលជា 15% ប៉ុណ្ណោះដែលមានសក្តានុពលក្នុងការស្រូបយកការរីកចម្រើនឬក៏ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជាតាមនិន្នាការនៃការកំណែទម្រង់រដ្ឋជាពិសេសកំណែទម្រង់ព្រៃឈើនេសាទកំណែទម្រង់ដីធ្លីដំបូងយើងមានក្រសួងតែមួយដែលគ្រប់គ្រងគឺក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដល់ក្រោយមកបានបំបែកទៅជាក្រសួងបរិស្ថានក្រសួងធនធានទឹកក្រសួងរ៉ែនិងធម្មពលហើយនិងក្រសួងកសិកម្មអញ្ចឹងវា4ក្រសួងដែលបំបែកចេញធនធានទឹកនោះគឺគាត់មើលកិច្ចការខុសត្រូវពីប្រព័ន្ធធារាសាស្ត្រពីទឹកដែលជាធនធានធម្មជាតិមួយដែរប៉ុន្តែវាពាក់ព័ន្ធទៅនឹងជលផលរបស់ក្រសួងកសិកម្មជាពិសេសនៅតំបន់ទន្លេសាបខ្ទេចខ្ទីទាំងអស់ដោយសារផ្ដល់ដីសម្រាប់ធ្វើការអភិវឌ្ឍពង្រីកនៅវិស័យកសិកម្មវាបាត់បង់នៅធនធានមច្ឆជាតិអានឹងមួយទី2ក្រសួងកសិកម្មដែល mismanagement នៅក្នុងការរៀបចំអំពីរដ្ឋបាលព្រៃឈើតាំងពីលើរហូតដល់ក្រោមជាប្រតិភូរាជរដ្ឋាភិបាលក្រោមនាយករដ្ឋមន្ត្រីផ្ទាល់បើទោះបីជារដ្ឋបាលព្រៃឈើនៅក្រោមក្រសួងកសិកម្មក៏ដោយប៉ុន្តែអ្នកនោះស្ដាប់តែនាយករដ្ឋមន្ត្រីធ្វើឲ្យអង្គការក្រាក់មួយចំនួននឹងស្រូបយកផលតលព្រៃឈើមិនមែនអនុផលព្រៃឈើទេតលព្រៃឈើតាមរយៈដីសម្បត្តិសេដ្ឋកិច្ចតាមរយៈដីសម្បត្តិរ៉ែហ្នឹងគឺស្ទើរតែទាំងស្រុងនៅក្នុងប្រទេសកម្ពុជាយើងដែលបាត់បង់បង្កើតអំពើពុករលួយបើទោះបីជាគាត់មានការរៀបចំឲ្យមានជាសហគមន៍ព្រៃឈើក៏ដោយប៉ុន្តែអំណាចតិចតួចធនធានតិចតួចបំផុតដែលផ្ដល់ដល់សហគមន៍ព្រៃឈើនៅមូលដ្ឋានអាហ្នឹងរឿងមួយទៀតធនធានរ៉ែដោយសារតែនៅក្នុងច្បាប់ស្ដីអំពីការរុករកនិងការធ្វើអាជីវកម្មរ៉ែនៅឆ្នាំ1996ហ្នឹងគឺកុងត្រាទាំងឡាយចាត់ទុកជាការសម្ងាត់អញ្ចឹងបើយើងឆែកមើលគេហទំព័ររបស់ Open Cambodian Institute ហៅថាវិទ្យាស្ថានកម្ពុជាបើកចំហយើងឃើញកុងត្រាអាជ្ញាប័ណ្ណទាំងអស់ភាគច្រើនសិតតែជាកុងត្រាអាជ្ញាប័ណ្ណនៃការរុករកវាមិនមែនការធ្វើអាជីវកម្មតែអញ្ចឹងទៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអត់អាចយកកុងត្រាអាចយកពន្ធដារចេញពីនឹងបានទេព្រោះក្នុងស្ថានភាពរុករកហ្នឹងគឺអ្នកការពារនៃកិច្ចការរុករកហ្នឹងគឺភាគច្រើននៅកងកម្លាំងអាវុធអញ្ចឹងឆ្លៀតក្នុងឱកាសហ្នឹងសហការគ្នាយកពុកផលរ៉ែពុកផលធនធានធម្មជាតិហ្នឹងដោយមិនមានការបង់ពន្ធដារជូនរដ្ឋខ្ញុំឃើញវិធីកំណើនពន្ធដារនៅក្នុងការរុករកធនធានធម្មជាតិហ្នឹងតិចតួចបំផុតបើយើងមើលច្បាប់ថវិកាជាតិតាំងពីឆ្នាំ1998រហូតមកដល់បច្ចុប្បន្នកន្លែងនេះខ្ញុំចង់បញ្ជាក់ថាយន្តការគ្មានប្រសិទ្ធភាពការចូលរួមរបស់ប្រជាពលរដ្ឋតិចតួចសិទ្ធិអំណាចកម្ពុជាហៅ Patron Client System គឺធ្វើឲ្យមហន្តរាយធនធានធម្មជាតិដែលខ្ញុំចាត់ទុកថាកាលជំនាន់ Pol Pot គឺជាអក្រិតកម្មឆាំងនឹងមនុស្សជាតិអក្រិតកម្មប្រឆាំងនឹងធម្មជាតិនៅក្នុងសម័យនេះមច្ឆជាតិអញ្ចឹងខ្ញុំគិតថាអក្រិតកម្មប្រឆាំងនឹងធម្មជាតិអក្រិតកម្មប្រឆាំងនឹងមច្ឆជាតិហើយនឹងរុក្ខជាតិនេះគឺធំធេងមែនទែននៅប្រទេសកម្ពុជាក្នុងសម័យបច្ចុប្បន្នហើយម្យ៉ាងវិញទៀតនៅពេលដែលអ្នកធំអង្គការនោះមានឱកាសស្រូបយកពីធនធានធម្មជាតិតែឯងធ្វើឲ្យមានការរំលោភដីធ្លីកាន់តែច្រើនអានឹងផលវិបាកហេតុអីពីព្រោះនៅពេលដែលគាត់បានលុយគាត់ត្រូវយកលុយនឹងទៅវិនិយោគទិញដីទិញព្រៃដោយការគម្រាមកំហែងទៅជន់លើដីប្រជាពលរដ្ឋជាទូទៅចឹងហើយបានមានចំនួនដីធ្លីហើយវាធ្វើចំហាយមួយទៀតគឺធ្វើឲ្យបាត់បង់ការងារដល់យុវជនខ្ញុំសួរជាពលរដ្ឋតាមព្រំដែនខ្ញុំសិក្សាកាល2011 2012បាត់ដំបងប្រទេសមានជ័យសៀមរាបចាប់ពីសំឡូតសំពៅលូនមកវល់ភ្នំព្រឹកបៃលិនម៉ាឡៃទៅដល់កោចប៉ែតអូ3ជាន់បឹងទៅគួនលងវែងទៅគេច្រើនដីច្រើនតែយើងឃើញដីនៅទំនេរចោលដោយសារអង្គការអ្នកធំទៅហ៊ានឧត្តមសេនីយ៍ទិញទុកទាំងអស់អញ្ចឹងប្រជាពលរដ្ឋអត់មានដីធ្វើការហ្នឹងឯងដែលមនុស្សមួយក្រុមស្រូបយកផលពីធនធានធម្មជាតិវាទៅធ្វើឲ្យមានផលវិបាកបន្ថែមទៀតហើយយើងមើលប្រទេសកម្ពុជាយើងយុទ្ធសាស្ត្រកាត់ថយពីព្រៃក្ររបស់យើងបិទថា2004វាមាន 53% រហូតមកដល់2013នេះវាមាន 18.5% មែនរបស់ក្រសួងផែនការប៉ុន្តែកម្រិតអ្នកមានអ្នកក្រច្រើនហើយខ្ពស់បានន័យថាម៉េចគឺផលិតផលក្នុងស្រុកមធ្យមហ្នឹងវាគ្របដណ្ដប់ដោយអ្នកមានស្ដុកស្ដំ 15% ដែលគ្របដណ្ដប់ទៅលើអ្នកក្រហើយជាពិសេសគឺយើងមើលអ្នករបាយការណ៍របស់ធនាគារពិភពលោកក៏ដូច
ជារបាយការណ៍របស់ World Bank គឺអ្នកដែលស្ថិតនៅក្នុងស្ថានភាពលំបាកទៅជិតក្ររហូតដល់8លានអ្នកស្មើនឹង 65% បើយើងបូកនឹងប្រជាពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រហ្នឹងវា 20.5% របស់ធនាគារពិភពលោកអញ្ចឹងវាសឹងតែ 85% ដែលប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពជិតក្រហើយនឹងក្រលំបាករកបាន$2.15នៅក្នុងមួយថ្ងៃនៅក្នុងម្នាក់អញ្ចឹងនេះជាផលវិបាកចេញពីការគ្រប់គ្រងមួយដែលគ្មានអភិបាលកិច្ចល្អការគ្រប់គ្រងធនធានធម្មជាតិមួយដែលមិនមានប្រសិទ្ធភាពបានពុកយើងមើលទៅទូនាទីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅតែជាក្រសួងសំខាន់ទេបើសិនជាក្រសួងនេះមិនអាចមានលទ្ធភាពការពារធនធានធម្មជាតិបានជារួមក្រសួង4ដែលខ្ញុំបានរៀបរាប់ខាងលើគ្មានប្រសិទ្ធភាពហើយមានទំនាស់ផលប្រយោជន៍ conflicting roles បានឯតួនាទីនឹងគឺប្រទើងប្រទះគ្នាច្រើនវាគ្រាន់តែចែកក្រសួងដើម្បីឲ្យបានមុខតំណែងដើម្បីឲ្យបានអ្នកធំច្រើនស្រូបយកថវិកាជាតិហើយនឹងតម្លាក់អត់អាចឡើងប្រាក់ខែដល់ទាហានដល់ប៉ូលីសគ្រូរៀនឲ្យបានណាអញ្ចឹងបើធ្វើឲ្យវាមានប្រសិទ្ធភាពបំផុតក្រសួងធនធានទឹកក្រសួងរាយនិងធម្មពលក្រសួងបរិស្ថានក្រសួងកសិកម្មគួរតែរួមបញ្ចូលតែក្រសួងតែមួយហើយមានតែរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការម្នាក់ក្រៅពីនោះគឺមានអគ្គនាយកចុះក្រោមហើយទេភារកិច្ចនៃការគ្រប់គ្រងទាំងស្រុងទៅឲ្យក្រុមប្រឹក្សាឃុំសង្កាត់ដែលមានចែងនៅក្នុងច្បាប់ស្តីអំពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់តាំងពី2001ហើយនឹងទេភារកិច្ចទៅឲ្យរដ្ឋាភិបាលថ្នាក់ក្រោមជាតិហៅក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ដែលមានច្បាប់ Organic Law ដែលអនុម័តតាំងពីឆ្នាំ2008បើសិនជាផ្ទេឲ្យគ្រប់គ្រងឲ្យដាច់ដោយតែក្របខណ្ឌវិមជ្ឈការវិសាមជ្ឈការឲ្យលើកតម្កើងបង្កើនសមត្ថភាពសហគមន៍5ដែលមានសក្តានុពលជំនួសស្ថាប័នរដ្ឋបានតែរដ្ឋនឹងដើរតួនាទីតែត្រួតពិនិត្យធ្វើយ៉ាងម៉េចឲ្យអ្នកអនុវត្តនឹងស្របតាមច្បាប់ធ្វើម៉េចឲ្យអ្នកអនុវត្តនឹងមានសមត្ថភាពអនុវត្តបានត្រឹមត្រូវធ្វើម៉េចឲ្យអ្នកអនុវត្តនឹងមានការចូលរួមពេញលេញសហគមន៍មួយគឺសហគមន៍ព្រៃឈើសហគមន៍ទី2សហគមន៍នេសាទសហគមន៍ជលផលសហគមន៍ទី3គឺសហគមន៍ជនជាតិដើមភាគតិចសហគមន៍ទី4គឺសហគមន៍អភិរក្សតំបន់អភិរក្សសត្វព្រៃតំបន់អភិរក្សព្រៃឈើអីហ្នឹងឬមួយក៏រួមជាមួយនឹងសហគមន៍ដីធ្លីទៀតអាចគ្រប់គ្រងធនធានធម្មជាតិមានប្រសិទ្ធភាពហើយអាចចំណាយថវិកាតិចដែលរដ្ឋាភិបាលគ្រាន់តែផ្ដល់បច្ចេកទេសហើយនឹងបានអាចមានប្រសិទ្ធភាពទី1ទី2នៅពេលដែលសហគមន៍ទាំងអស់នោះធ្វើជាអ្នកគ្រប់គ្រងតាមឃុំរបស់ខ្លួនគាត់ដឹងហ្មងគាត់ដឹងថាព្រៃគាត់មានប្រមាណគាត់ត្រូវដកហូតភោគផលអនុផលព្រៃឈើដោយសមស្របយ៉ាងដូចម្តេចហើយរដ្ឋាភិបាលត្រួតពិនិត្យទៅហើយយើងអាចវិភាគថវិការដ្ឋក្នុងគោលនយោបាយថ្មីប្រសិនបើរដ្ឋចង់ឲ្យមានប្រសិទ្ធភាពថវិការដ្ឋ 60% ចូលទៅសេវាសាធារណៈប្រព័ន្ធ public system 10% អាចចូលទៅប្រព័ន្ធអង្គការក្រៅរដ្ឋាភិបាលទៅជួយកិច្ចការពារធនធានធម្មជាតិនិងកាត់បន្ថយភាពក្រីក្រ 10% ទៀតចូលទៅក្នុងផ្នែកឯកជនដើម្បីពង្រឹងសហគ្រាសខ្នាតតូចខ្នាតមធ្យមហើយនឹង 10% ទៀតគឺឲ្យទៅសហគមន៍ប្រព័ន្ធសហគមន៍រឹងមាំគឺធ្វើឲ្យធនធានធម្មជាតិនឹងដើរហើយកាត់បន្ថយភាពក្រីក្រលឿនអាហ្នឹងបើសិនជារដ្ឋាភិបាលចង់ធ្វើកំណែតម្រង់ស៊ីជម្រៅប៉ុន្តែមកដល់ពេលបច្ចុប្បន្នឃើញសន្យាច្រើនប៉ុន្តែអត់មានរូបមន្តបែបនេះទេបាទយើងមើលទៅក្រសួងទាំង4នេះប្រហែលជាអាចចំណាយលុយប្រមាណក្នុងការប្រើប្រាស់ទៅក្នុងក្រសួងនិងការងាររបស់ក្រសួងហើយបើមើលពីចំណាយហើយនឹងការងារប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់ក្រសួងតើវាមានសមមូលគ្នានឹងការចំណាយនោះទេបាទខ្ញុំឃើញតាមពិតលុយវាសមស្របហើយខ្ញុំមើលក្រសួង3ក្រសួងអប់រំក្រសួងសុខាភិបាលនិងក្រសួងកសិកម្មក្នុងចំណោមក្រសួង3ហ្នឹងក្រសួងកសិកម្មតិចជាងគេបំផុតតិចជាងក្រសួងសុខាភិបាលក្រសួងសុខាភិបាលតិចជាងក្រសួងអប់រំចេញពីក្រសួងកសិកម្មក្រសួងបរិស្ថានក្រសួងរាយនិងធម្មពលរត់តិចទៅទៀតប៉ុន្តែទោះបីជាតិចយ៉ាងណាក៏ដោយឲ្យតែធ្វើវិមជ្ឈការការងារមានប្រសិទ្ធភាពរាល់ដងគឺភាគច្រើនខ្ទង់ថវិការដ្ឋមិនសង្ឃឹមថាយកទៅធ្វើសកម្មភាពទេភាគច្រើនគឺចាយទៅលើតែ3ខ្ទង់សំខាន់ទី1គឺប្រេងឥន្ធនៈហ្នឹងវាคล้ายទៅជារបបទៅហើយទោះបីអ្នកចុះតាមពិតប្រេងឥន្ធនៈហ្នឹងគឺសម្រាប់ចុះបេសកកម្មធ្វើកិច្ចការងារមួយប្រជាជនប៉ុន្តែគេឲ្យទៅជារបប300លីត្រក្នុងមួយខែអ្នកធំ200លីត្រក្នុងមួយខែ100លីត្រក្នុងមួយខែ50លីត្រឬក៏10-20លីត្រទោះបីអ្នកនឹងចុះមិនចុះក៏ដោយហើយអ្នកធំមួយមានឡាន7-8ហ្នឹងហើយយកឡានហ្នឹងខ្ញុំឃើញនៅកាល់ពេជ្របូកូនៅសូគីមិចអីសូម្បីតែកូនអ្នកធំប្រពន្ធអ្នកធំយកអាបងសាំងរត់នឹងយកទៅចាក់ដូចគ្នាហ្នឹងយើងសង្កេតមើលទៅឃើញសួរតែអ្នកលក់សាំងក៏ដឹងអាហ្នឹងរឿងមួយរឿងទី2គឺបេសកកម្មបើគាត់ទៅម្នាក់អញ្ចឹងគាត់ដាក់ឈ្មោះពី3នាក់
បើគាត់ទៅមួយថ្ងៃយើងគាត់ដាក់ 3-4 ថ្ងៃហើយយកលុយរត់ម្នាក់មួយខែបានពី3លានអត់ទៅធ្វើសកម្មភាពអីច្រើនកន្លែងហ្នឹងវាជាប្រពៃណីទាំងអ្នកនៅខេត្តទាំងអ្នកនៅស្រុកទាំងអ្នកនៅថ្នាក់ជាតិទី3គឺចំណាយឥតប្រយោជន៍ទៅលើការទទួលភ្ញៀវម្នាក់ចុះពីថ្នាក់ជាតិទៅបើមានសម្ដេចនាយកបើមានរដ្ឋមន្ត្រីទៅអាខ្ទង់ទទួលភ្ញៀវហ្នឹងគឺចាយអស់អ្នកចាយហ្នឹងគេងបន្ថែមទៅទៀតហើយអ្នកទៅហែហមហ្នឹងត្រូវការជួយចេញអូតែលជួយចេញថ្លៃហូបជួយចេញផ្សេងទៀតគឺខាតអញ្ចឹងលុយវាតិចមែនប៉ុន្តែបើចាយឲ្យមានប្រសិទ្ធភាពអាចនឹងមានប្រសិទ្ធភាពប៉ុន្តែគ្រាន់តែថាវាធ្លុះវាធ្លាយតាមវិធានជាតិរហូតដល់ថ្នាក់មូលដ្ឋានតែម្ដងហើយលុយរត់ដែលកន្លងមកបាទសម្រាប់ពួកយើងមើលពីបញ្ហាប្រឈមរបស់ខ្មែរយើងគឺធនធានប្រឈមមុខនឹងការហិនហោចហើយប្រសិនបើធនធានធម្មជាតិហិនហោចអស់ទៅនោះតើក្រសួងគូតែមានវត្តមានឬក៏រដ្ឋាភិបាលគូតែពិចារណាគុំអោយមានក្រសួងដោយសារយើងស្ដាប់មតិទូទៅរបស់មជ្ឈដ្ឋាននៅក្នុងថ្នាក់មូលដ្ឋានគាត់ថាកាលពីមិនទាន់មានរុក្ខាប្រមាញ់ការិយាល័យរុក្ខាប្រមាញ់នៅតាមឃុំដូចជាមិនសូវមានបញ្ហានឹងការបាត់បង់ឬក៏ការកាប់ព្រៃឈើទេប៉ុន្តែពីដែលមានវត្តមានការិយាល័យរុក្ខាប្រមាញ់ឬក៏នឹងពួកខាងព្រៃឈើទៅនៅចាំដាក់ការិយាល័យនៅចាំតាមឃុំនោះមិនសូវមានបញ្ហាអីច្រើនទេប៉ុន្តែឥឡូវនេះពួកគាត់ឃើញថាទូនីតិរបស់មន្ត្រីការិយាល័យរុក្ខាប្រមាញ់នៅតាមឃុំនោះគឺគាត់មានទូនីតិមួយចាំចាប់អ្នកដើរឈើយកថវិកាមិនបានប្រើប្រាស់ពីរលារបស់គាត់ដែលនៅក្នុងមូលដ្ឋាននោះដើម្បីអប់រំប្រជាពលរដ្ឋកុំឲ្យកាប់ទេទូទៅវិញក៏រងចាំមើលប្រជាពលរដ្ឋកាប់ហើយប្រសិនបើប្រជាពលរដ្ឋមិនកាប់ឈើមិនដើរឈើនោះទេដែលគាត់ភ័យទៅវិញគាត់ភ័យត្រង់នេះថាកាក់ខែគាត់តិចហើយគាត់ទៅនៅឆ្ងាយប្រពន្ធឆ្ងាយកូនគាត់ចាយអត់ព្រួនហើយបើឃើញប្រជាពលរដ្ឋកាប់ព្រៃបានដឹកតាមអទេសគូដឹកតាមកលេធំអីនោះគាត់សប្បាយចិត្តណាស់នឹងចាប់យកអញ្ចឹងបើសិនជាយើងមើលទៅទូនាទីរបស់ពួកគាត់គ្រាន់តែដើរទូនាទីជាអ្នកចាប់ឈើវិញតើរដ្ឋាភិបាលគូបន្តការងារឲ្យមន្ត្រីខេលខូចនឹងនៅចាប់ឈើតាមថ្នាក់ក្រមទៀតឬក៏រដ្ឋាភិបាលគូមានយន្តការណាមួយបិទការិយាល័យតាមឃុំនឹងចូលទេមិនពុកជារួមរដ្ឋាភិបាលគួរតែធ្វើបដិវត្តរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងគ្រប់គ្រងខេត្តរបស់ខ្លួនមិនត្រឹមតែលុបចោលទេគឺកែវាឲ្យស៊ីជម្រៅមែនទែនមកនៅក្នុងប្រទេសកម្ពុជាដែលប្រទេសតូចជាបរដ្ឋមាន15លាននាក់របៀបនេះខេត្តមាន25ខេត្តក្រុងស្រុកមាន195ស្រុកជាងឃុំមាន1633ឃុំភូមិមាន14000ភូមិជាងចេះក្រសួងយ៉ាងច្រើនមានប្រហែលជា10ទេគឺក្រសួង4ដែលយើងទៅជែកហ្នឹងគួរតែបញ្ចូលគ្នាហើយគណៈរដ្ឋមន្ត្រីគឺគួរតែមានរដ្ឋមន្ត្រីម្នាក់អនុរដ្ឋមន្ត្រីម្នាក់ឬក៏រដ្ឋលេខាធិការអញ្ចឹងក្នុងគណៈរដ្ឋមន្ត្រីយ៉ាងច្រើនមានប្រហែលជា25នាក់អញ្ចឹងយើងអាចយកលុយប្រាក់ខែ1000នាក់រាល់ថ្ងៃទាំងអនុរដ្ឋលេខាការទីប្រឹក្សាផងយកមកឲ្យប្រាក់ខែ25នាក់ហ្នឹងឲ្យបានខ្ពស់សមរម្យរស់នៅទាំងគ្រួសារទាំងអីគាត់មានសេចក្តីសុខចូលនិវត្តន៍គាត់មានលុយគ្រប់គ្រាន់នោះអាចធ្វើកិច្ចការមានប្រសិទ្ធភាពជាងនេះគាត់មិនពុករលួយទៅគឺលុយសល់ច្រើនហ្នឹងរឿងមួយរឿងទី2ខ្ញុំនិយាយពីបដិវត្តរចនាសម្ព័ន្ធគ្រប់គ្រងគឺគួរតែកុំមានរដ្ឋបាលព្រៃឈើរដ្ឋបាលជលផលប្រតិភូឬរដ្ឋាភិបាលឯនេះគឺគួរលុបចោលហើយទេភារកិច្ចទាំងស្រុងក្នុងការផ្ដល់សេវាកម្មសាធារណៈក្នុងការគ្រប់គ្រងថ្នាក់ក្រោមជាតិទៅតាមច្បាប់គេហៅថា Organic Law ច្បាប់ស្តីអំពីការគ្រប់គ្រងរាជធានីខេត្តក្រុងស្រុកខណ្ឌហើយច្បាប់ស្តីអំពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់នៅក្នុងការគ្រប់គ្រងនេះគឺគេវិមជ្ឈការទាំងអំណាចនៃការធ្វើសេចក្តីសម្រេចចិត្តបច្ចេកទេសធនធានថវិកាហើយនិងធនធានមនុស្សចឹងធនធានមនុស្សគឺគួរតែនៅឃុំភាគច្រើនឃុំមាន50នាក់ទាំងជំនាញខាងព្រៃឈើជំនាញខាងសង្គមកិច្ចសេដ្ឋកិច្ចវប្បធម៌សន្តិសុខរដ្ឋបាលឬមួយក៏ gender អីនៅឃុំហ្នឹងហើយធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលហើយនិងសហគមន៍ដោយដែលខ្ញុំបានលើកឡើងអានោះមានប្រសិទ្ធភាពប៉ុន្តែបើដោយរាល់ថ្ងៃនេះមិនត្រឹមតែគ្មានប្រសិទ្ធភាពទេអាចក្នុងរយៈពេល5ឆ្នាំទៅមុខទៀតក្មេងកម្ពុជាមិនអាចនឹងឃើញព្រៃឈើដែលជាព្រៃធម្មជាតិព្រៃឡង់ព្រៃអរ៉ែងឬក៏ព្រៃស្រោងបន្តទៅទៀតបានទេហើយដូចខ្ញុំបានលើកឡើងជាប្រទេសកម្ពុជាខ្លាយទៅជាប្រទេសមួយដែលប្រៀបដូចជាវាលសាហារ៉ាអញ្ចឹងណាគឺយើងអត់មានទេយើងមើលទៅភ្នំទៅមណ្ឌលគិរីកាលពី20ឆ្នាំមុន10ឆ្នាំមុនយើងឃើញរលកព្រៃណាសមុទ្រព្រៃប៉ុន្តែឥឡូវនេះឃើញព្រៃទាំងអស់คล้ายទៅជាថ្មភ្នំ
អត់មានឃើញអាភ្នំនឹងហែកហួរទៀតអញ្ចឹងបានគេថាប្រទេសកម្ពុជាគឺជាប្រទេសដែលហែកហួរកាលពីដើមគឺហែកហួរដោយសង្គ្រាមប៉ុន្តែឥឡូវនេះគឺហែកហួរដោយអង្គការដោយក្រុមហ៊ុនហែកហួរដោយប្រទេសចិនហែកហួរដោយប្រទេសយួនហែកហួរដោយអ្នកដែលជំនួញហើយនិងអ្នកធំដែលកំពុងតែប្រើប្រាស់អំណាចអញ្ចឹងខ្ញុំថាកាលពីមុនជំនាន់ប៉ុលពតមានអក្រិតកម្ម4អក្រិតកម្មសង្គ្រាមអក្រិតកម្មបល្ល័យពូជសាសន៍អក្រិតកម្មប្រឆាំងជនជាតិដើមភាគតិចនិងអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិប៉ុន្តែឥឡូវមានអក្រិតកម្ម4នេះគេហៅថាអក្រិតកម្មប្រឆាំងនឹងមច្ឆជាតិអក្រិតកម្មប្រឆាំងនឹងធនធានធម្មជាតិអក្រិតកម្មប្រឆាំងនឹងធនធានសង្គមហ្មងគេហៅ social capital ហើយនឹងអក្រិតកម្មប្រឆាំងនឹងធនធានមនុស្សជាតិនឹងមានន័យថាម៉េចគឺអ្នកដែលមានសក្តានុពលអ្នកដែលមានគុណសម្បត្តិមែនទែនអត់អាចទៅធ្វើបានទេគឺធ្វើបានតែអ្នកដែលអត់មានសមត្ថភាពអ្នកដែលចេះប្រើប្រាស់នៅយុទ្ធសាស្ត្រនយោបាយយុទ្ធសាស្ត្រសេដ្ឋកិច្ចអាក្រក់ហ្នឹងអាចធ្វើបានបាទខ្ញុំនិយាយតាំងពីខាងដើមរហូតដល់ខាងចុងហាក់ដូចជាពេញចិត្តនឹងការងាររបស់ NGO វិញរហូតដល់ថារដ្ឋគូតែមានភាគរយដល់តែ 10% សម្រាប់អង្គការសង្គមស៊ីវិលដែលធ្វើការនៅថ្នាក់មូលដ្ឋានហើយបើសិនជាយើងក៏លេខមើលការងាររបស់អង្គការក្រៅរដ្ឋាភិបាលដែលចូលរួមខាងផ្នែកព្រៃឈើវិញនោះរងថ្ងៃក៏យើងឃើញមានអង្គការច្រើនណាស់ដែលធ្វើការការពារធនធានធម្មជាតិហើយខ្ញុំមើលឃើញប្រសិទ្ធភាពការងារអង្គការសង្គមស៊ីវិលយ៉ាងម៉េចដែរបើប្រៀបធៀបនឹងក្រសួងរបស់រដ្ឋាភិបាលដែលមានតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រមជាតិបានបងអង្គការក្រៅរដ្ឋាភិបាលជួយបានច្រើននៅប្រទេសកម្ពុជានឹងមានអង្គការសង្គមស៊ីវិលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃក្រសួងការបរទេសឯហ្នឹងមានប្រហែលជា3400ជាងប៉ុន្តែអង្គការដែលសកម្មហ្នឹងមានប្រហែលជា1170ជាងទេនៅសកម្មនៅឡើយក្នុងនោះមានអង្គការអន្តរជាតិហ្នឹងមានប្រហែលជា3ទៅ400អង្គការជារួមបើយើងមើលទំហំនៃថវិកាជាតិវិញថវិកាអង្គការវិញថវិកាជាតិឆ្នាំ2015នឹងមាន 4000 លានតែអង្គការក្រៅរដ្ឋាភិបាលមានប្រហែលជា5ទៅ600លានដុល្លារនេះប៉ុន្តែ5-600លានដុល្លារហ្នឹងគឺជួយបានន័យថា beneficiary ក្រុមគោលដៅនឹងជាង1លាននេះក្រុមគោលដៅហើយថវិកា4ទៅ500លានហ្នឹងយ៉ាងហោចណាស់បើយើងមើលស្ថិតិរបស់ CCC អង្គការ CCC យ៉ាងហោចណាស់ស្រូបកម្លាំងពលកម្មបាន 45000 នាក់ហើយក្នុងអង្គការក្រៅរដ្ឋាភិបាលដែលស្រូបកម្លាំងពលកម្មតែម្នាក់អាចចិញ្ចឹមប្រពន្ធអាចចិញ្ចឹមកូនបាន2នាក់រស់បានស្រួលអញ្ចឹងខ្ញុំគិតថាប្រសិនជាវិភាគថវិកាទៅអង្គការក្រៅរដ្ឋាភិបាលហើយអង្គការក្រៅធ្វើការសហការគ្នាជាមួយរដ្ឋាភិបាលយ៉ាងជិតស្និទ្ធរដ្ឋាភិបាលជាអ្នកតាមដានត្រួតពិនិត្យទៅវិញគឺប្រសិទ្ធភាពនោះអាចឡើងទ្វេដងហើយអាចជួយសម្រាលបន្ទុករដ្ឋាភិបាលច្រើនមិនចាំបាច់ពង្រីកប្រព័ន្ធរបស់ខ្លួនទៅដល់ភូមិទៅដល់ឃុំទេពីព្រោះរដ្ឋអត់អាចបរិយាបានណានៅប្រទេសណាដូចប្រទេសណាខ្ញុំឧទាហរណ៍ដូចប្រទេសថៃ 98% នៃអង្គការក្រៅរដ្ឋបាលគឺយកលុយពីរដ្ឋប្រទេសម៉ាឡេខ្ញុំធ្លាប់ធ្វើ consultant នៅ UNDP នៅម៉ាឡេនៅ Malaysian Aid Council គឺមានបណ្ដាញអង្គការមួយមានអង្គការរបស់ខ្លួន40អង្គការជាងគឺគេយកលុយពីរដ្ឋាភិបាលម៉ាឡេមួយឆ្នាំទៅអាចជា10លានដុល្លារយកទៅធ្វើស្អីយកទៅធ្វើអ្វីដែលរដ្ឋាភិបាលអត់អាចធ្វើកើតឧទាហរណ៍ដូចជាគេធ្វើរឿងការអប់រំប្រជាពលរដ្ឋអំពីជនចំណាក់ស្រុកបានជនដែលជាកម្មករទៅពីខ្មែរទៅពីឥណ្ឌូនេស៊ីជាពិសេសគេអប់រំប្រជាពលរដ្ឋអំពីប្រើប្រាស់គ្រឿងញៀនរដ្ឋាភិបាលធ្វើមិនបានទេធ្វើយ៉ាងច្រើនបានតាមទូទស្សន៍អីប៉ុន្តែបើចុះទៅជួបអ្នកគ្រឿងញៀនទៅអប់រំទៅរៀបចំមណ្ឌលកែប្រែធ្វើជាប់ផ្ដល់ប្រឹក្សាប្រសាបអ្នកគ្រឿងញៀននៅក្នុងចាក់អីរដ្ឋាភិបាលធ្វើបានអញ្ចឹងគេឲ្យលុយទៅអង្គការក្រៅរដ្ឋបាលដើម្បីទៅធ្វើជំនួសប៉ុន្តែរដ្ឋាភិបាលមានអំណាចស្របច្បាប់គេហៅ legal power សម្រាប់សម្រេចប៉ុន្តែអង្គការសង្គមស៊ីវិលអត់មានអំណាចស្របច្បាប់នឹងទេមានតែអំណាចបច្ចេកទេសគេហៅ technical power ហើយនិងអំណាចធនធានគេហៅ financial power អញ្ចឹងអំណាចបច្ចេកទេសអំណាចធនធាននិងអំណាចស្របច្បាប់វាត្រូវផ្គុំគ្នារដ្ឋាភិបាលអាចធ្វើបានទេដោយសារខ្លួនមានតែអំណាចស្របច្បាប់ NGO ក៏អាចធ្វើម្នាក់ឯងបានដែរពីព្រោះខ្លួនមានតែអំណាចបច្ចេកទេសនិងអំណាចថវិកាប៉ុន្តែត្រូវការបទបញ្ញត្តិត្រូវការដេកាត្រូវការសេចក្តីសម្រេចពីផ្ទាល់រដ្ឋាភិបាលអ្នកចេញអញ្ចឹងហើយបានគេត្រូវការសហការគ្នាហើយកន្លងមកយើងឃើញរដ្ឋាភិបាលបានដូរមកជំហានមិនចាំបាច់មន្ត្រីរដ្ឋាភិបាលបើកលុយឲ្យមន្ត្រីរាជការគេបើកតាមធនា
នាគារមិនចាំបាច់រដ្ឋាភិបាលចាំតែបុគ្គលិកពន្ធដារផ្ដល់ពន្ធផ្លូវទៅដល់អ្នកជិះរថយន្តអ្នកបើកម៉ូតូអីទេគឺយើងអាចទៅទិញតាមធនាគារអាហ្នឹងឯងដែលគេហៅថាផ្ទេរវិមជ្ឈការអំណាចរដ្ឋមួយចំនួនទៅដល់អង្គការសង្គមស៊ីវិលដើម្បីឲ្យសង្គមស៊ីវិលឬក៏ផ្នែកឯកជនធ្វើបានសូមអរគុណចំពោះញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលតាមដានស្ដាប់វិទ្យុសំឡេងសង្ឃឯករាជ្យថ្ងៃនេះដែលបានធ្វើបទសម្ភាសន៍ជាមួយលោកបណ្ឌិតកែមលីស្ដីពីទូនាទីរបស់ក្រសួងដែលធ្វើការពារធនធានធម្មជាតិហើយប្រសិទ្ធភាពការងាររបស់ក្រសួងនិងអង្គការសង្គមស៊ីវិលប៉ុណ្ណានោះគឺញាតិញោមបានស្ដាប់យល់ដូចជាអ្វីដែលខ្ញុំបានបកស្រាយហើយសូមអរគុណចំពោះការផ្ដល់បទសម្ភាសន៍ស្វែងគំលាបាទ